Cho nênខ្ញុំមកធ្វើបទបង្ហាញតាក់ទងជាមួយនឹង lesson 5 ដែលយើងនិយាយតាក់ទងទៅនឹង maintain enterprise campus network architecture អញ្ចឹងចំណុចទី1យើងនិយាយតាក់ទងទៅនឹង topic 5A enterprise network architecture ហើយចំណុចនេះដែរនិយាយតាក់ទងមួយ architecture and infrastructure concept អញ្ចឹងចំណុចទី1យើងនិយាយតាក់ទងទៅនឹង selection and placement អញ្ចឹងចំពោះ selection and placement មានន័យថាយើង tag ឬក៏ select តាក់ទងជាមួយនឹង infrastructure like ដូចជា media appliance addressing forwarding សម្រាប់ connectivity ហើយនឹង application service ឬក៏ data ដើម្បីយកទៅ place ឬក៏ដាក់នៅក្នុង network មានថា placement នៅក្នុង network យើងហ្នឹងដើម្បីឲ្យ network យើងហ្នឹងវា flow correctly ហើយ security ទី2យើងនិយាយតាក់ទងទៅនឹងworkflow គឺទី1តាក់ទងមួយការ access ទី2យើងនិយាយតាក់ទងជាមួយនឹង email mailbox server ដែល email mailbox server ហ្នឹងយើងប្រើសម្រាប់ store ទុកនៅ information ដែល access ដោយ user ដែលមានការអនុញ្ញាតដែលអាច access បានអញ្ចឹងទៅហើយមួយទៀតតើតើមួយនឹង mail transfer server អញ្ចឹង mail transfer server គឺតើតើមួយ server ដែលអាច receive ឬក៏ transfer ទៅមកនៅលើ internet ជាមួយ user ដែលគាត់ access ទៅកាន់ network ហ្នឹងឯងហើយចំណុចនេះយើងនិយាយតើតើមួយនឹង network infrastructure អញ្ចឹងនៅក្នុង network infrastructure ហ្នឹងយើងឃើញមាន 7 layer ដែលយើងនិយាយតាក់ទងជាមួយនឹង layer 1 គឺ physical layer ដែលយើងដឹងហើយ physical layer ហ្នឹងវាlikeជា link ដែល connect device មួយទៅ device មួយហ្នឹងជា physical layer link ពី device មួយទៅ device មួយហ្នឹងឯងទី2គឺ layer 2 ឬក៏ data link layer ដែលនៅក្នុងហ្នឹងគឺ like ដូចជា switch ឬក៏ access point ហ្នឹងឯងដែលសម្រាប់ forward នៅ Ethernet frame ដែលប្រើនៅ MAC address ហើយតើតើមួយនឹង network layer ឬក៏ layer 3យើងដឹងហើយថា router គឺស្ថិតនៅក្នុង layer 3ដែលយើងប្រើសម្រាប់ forward នៅ package between network ដែលយើងប្រើប្រាស់នៅ IP address ហើយមួយទៀត router ក៏វាជា default gateway សម្រាប់ local host ផងដែរហើយតើតើមួយនឹង transport layer ឬក៏ layer 4គឺយើងដឹងហើយ like ដូចជា user datagram protocol ដូចជា UDP ឬក៏ TCP នឹងឯងមួយទៀតតើតើមួយនឹង application layer ដែលយើងស្គាល់ថាជា layer 7អញ្ចឹង application layer វាជា interface រវាង user ហើយនឹង network service អញ្ចឹងទៅ like ដូចជា HTTP សម្រាប់ web server web browser email ដូចជា SMTP នឹងឯងអាហ្នឹងវាជា application layer ហ្នឹងឯងហើយចំណុចនេះយើងនិយាយតាក់ទងមួយនឹង switching infrastructure consideration អញ្ចឹងយើងដឹងហើយ switch វាស្ថិតនៅក្នុង layer 2សម្រាប់ forwarding នៅ Ethernet frame ហើយនៅក្នុងនេះគេនិយាយតាក់ទងមួយ topology of node and link អញ្ចឹង node នៅក្នុងនេះវាសង្កត់ទៅលើ hardware ដូចជា switch ឬក៏ PC ហ្នឹងអាហ្នឹងក៏ជា node មួយដែរមួយ node អញ្ចឹងទៅតែពេល link គេថាវា connect គ្នាដែលជាខ្សែ connect ពី device មួយទៅ device មួយហើយក្នុងហ្នឹងគេនិយាយតាក់ទងមួយ physical ហើយនិង logical អញ្ចឹងចំពោះ physical វាជា hardware ឬក៏ជា cable តែពេល logical គេនៅក្នុងនេះគេនិយាយតាក់ទងមួយ flow ដែល device communicate នៅលើ network
ហើយយើងនៅក្នុងនេះដែរយើងនិយាយតទៅជាមួយនឹង on premise network អញ្ចឹងមានដូចជា Office ឬក៏ Camper តែទៅមួយក្រុមហ៊ុននេះចឹងទៅហើយ structure cabling យើងនិយាយតទៅមួយ cable lag ដូចជាខ្សែ RJ45 អីនឹងឯងហើយមួយទៀតគឺតទៅមួយ routing infrastructure consideration អញ្ចឹងយើងស្គាល់ហើយ routing lag ដូចជា layer 3 logic call segmentation អញ្ចឹងគេនិយាយតទៅជាមួយនឹងការធ្វើ subnet មានន័យថាម៉េចគឺយើងមាន IP address 1/24 នេះចឹងទៅអញ្ចឹងយើងត្រូវការ2 VLAN ដូចជា VLAN 1ត្រូវការប្រហែល20នាក់ VLAN 2 30នាក់អីចឹងអញ្ចឹងយើងធ្វើ subnet ដើម្បីបែងចែក IP address ទៅតាម VLAN មួយនឹងឯងហើយធ្វើ subnet ហ្នឹងដើម្បីអីដើម្បីចំណេញលុយឧទាហរណ៍ថាយើងត្រូវការប្រហែល150 IP address អញ្ចឹងយើងឆ្លាស់24អញ្ចឹងវា available ហើយសម្រាប់150 user ហ្នឹងហើយនៅក្នុងហ្នឹងគេនិយាយតាក់ទងជាមួយនឹង IP protocol ដូចជា IPv4 IPv6 ឬក៏ network private ឬក៏ subnet mask អញ្ចឹងយើងស្គាល់ហើយlike ដូចជា IPv4 គឺឆ្លាស់24អញ្ចឹងជា private ដែរជា network private ចំណែកឯ subnet mask គឺឆ្លាស់24ហ្នឹងឯងគឺដូចជា 255.255.255.0 ហ្នឹងជា subnet mask ហើយចំណុចនេះយើងនិយាយតទៅនឹង security zone ដែលនៅក្នុង security zone ហ្នឹងគឺមាន2ទី1 public ហើយនិង private អញ្ចឹងដូចជា public zone មានន័យថា internet ដែលយើងប្រើរាល់ថ្ងៃជា global ហ្នឹងឯងហ្នឹងជា public zone ហ្នឹងមានថាវាប្រើបានទូទៅនរណាក៏អាចប្រើបានអ៊ីនធឺណិតតែពេល private zone វា like ដូចជា internal network នៅក្នុងcontrol access ណាមួយ like ដូចជាក្នុងក្រុមហ៊ុនណាមួយអញ្ចឹងទៅគាត់មាន internal network របស់គាត់ហ្នឹងគេហៅថា private zone ហ្នឹងហើយតទៅមួយ attack surface អញ្ចឹង attack surface វាជា point មួយដែល attacker គាត់អាច street actor បានមានថា street actor គាត់អាច attack ឬក៏ gain access បានអញ្ចឹងនៅក្នុងហ្នឹងវានិយាយតទៅមួយ layer 2 ឬក៏ layer 1 ហ្នឹងឯងមានថាដូចជា switch ចឹងឯង switch វា broadcast នៅ message អីនៅក្នុង domain ហ្នឹងទាំងអស់អញ្ចឹងឧទាហរណ៍ថា PC មួយដែល PC ណាដែលភ្ជាប់ទៅ switch គឺនឹង switch ហ្នឹងនឹង broadcast ទៅទាំងអស់ហើយ PC ដែលភ្ជាប់ទៅ switch នៅក្នុង domain ហ្នឹងអាច communicate គ្នាបានទៀតអាហ្នឹងទៅទៅមួយ switch layer 2ដល់ពេល layer 3គេប្រើប្រាស់នៅ IP address អញ្ចឹង attacker attack ទៅលើ layer 3គឺវាប្រើប្រាស់នៅspoofing មានថា spoofing IP address វាខ្លែងបន្លំធ្វើជា trace source ណាមួយចឹងទៅអញ្ចឹងដើម្បី communicate ជាមួយ host នៅក្នុង domain ហ្នឹងឬក៏ក្នុង zone ហ្នឹងបានហើយតទៅមួយនឹង layer 4 ឬក៏ layer 7មានថា attacker គាត់អាចបង្កើតនៅ connection ជាមួយនឹង user អីបានប៉ុន្តែគាត់ប្រើប្រាស់តាមរយៈ port គឺ port ហ្នឹងគឺគាត់ប្រើ TCP port ឬក៏ UDP port ហ្នឹងឯងហើយតទៅមួយ port security អញ្ចឹងនៅក្នុង port security នឹងដែរគឺទី1យើងតទៅនឹង physical port security and structurally disable port អញ្ចឹងមានន័យថាម៉េចឧទាហរណ៍ថាយើងយូរនៅ physical port នៅលើ switch អីចឹងទៅប៉ុន្តែយើងវាមាន port 4-5 អីចឹងទៅអញ្ចឹងឧទាហរណ៍ថា port ណាដែលយើងអត់ប្រើគឺយើង disable វាចោលទៅដើម្បីអីដើម្បីការពារ attack បើយើងអត់ disable port ហ្នឹងទេ attacker គាត់អាច attack តាម port ហ្នឹងបាន
meta port ដែលយើងអត់ប្រើទី2តើតើមួយmark filtering ឬក៏ limiting អញ្ចឹងចំពោះ mark filtering មានថាយើងfilter សម្រាប់ IP address ឬក៏អីចឹងទៅប៉ុន្តែយើង allow តែ MAC address ទេ MAC address ដែលយើង specific ទេហើយទៅពេល MAC address limiting មានថាយើងlimit នៅ MAC address សម្រាប់ access ចឹងទៅអញ្ចឹងឧទាហរណ៍ថាមាន MAC address ផ្សេងទៀតគាត់ព្យាយាម access ឬក៏ព្យាយាម connect ទៅកាន់ internet connect ដើម្បី access អញ្ចឹងវាយើងអត់ឲ្យវា access បានទេអញ្ចឹងយើង block ហើយមួយទៀតយើងនិយាយតែទៅមួយនឹង802.1 x standard អញ្ចឹងវាមានដូចជាតែទៅមួយ user computer ទី2តែទៅមួយRedis client មានដូចជា Redis server អញ្ចឹងដូចជា Redis server ហ្នឹងមានថាវាជា central មួយជា remote ជា central ឧទាហរណ៍យើង access ទៅកាន់ internet អញ្ចឹងRedis server វា central ហើយអញ្ចឹងវាត្រូវឆ្លងកាត់នៅ server សិនអញ្ចឹងនៅក្នុង server វាមានtriple A មានថា identification authorization ហើយនិង accounting ដើម្បី verify ថាយើងប្រកាសអត់មានថាយើងព្យាយាម access ទៅកាន់ទៅចូលទៅប្រើប្រាស់account មួយណាអញ្ចឹងទៅអញ្ចឹងវា verify ថាយើងនឹងជាម្ចាស់ account អត់អញ្ចឹងអានឹងតើតើមួយidentification triple A ហ្នឹងឯងហៅថាវា verify មុនពេលដែលអនុញ្ញាតឲ្យយើង access ទៅកាន់ network ហើយតើតើមួយនឹង physical isolation អញ្ចឹង physical isolation like ដូចជា single house ឬក៏ group of house ដែលអត់អាច connect ទៅកាន់ network ផ្សេងទៀតបានទេមានថាយើងអាចconnect ពី single house ហ្នឹងទៅកាន់ house ផ្សេងទៀតបានទេប៉ុន្តែឧទាហរណ៍ថាដូចជាមាន software ឬក៏យើងចង់ update អីមួយចឹងទៅអញ្ចឹងយើងអាច connect ទៅកាន់ network ផ្សេងទៀតតែយើងអាច update វាបានតាមរយៈ media device ឬក៏ USB port ហ្នឹងឯងហើយតើតើមួយ identification consideration អញ្ចឹងចំណុចនេះគឺគេថាគេឲ្យយើង consideration ទៅលើ architecture network architecture សម្រាប់ security ទេដូចជា cost compass and responsiveness scalability ហើយនិង deployment អីចឹងទៅអានេះគឺដូចគ្នាទេហើយមួយទៀតយើងតទៅមួយ topic 5B network security appliance ហើយនៅក្នុងនឹងដែរយើងដូចជា device placement អញ្ចឹង device placement យើងដឹងហើយវាថាprocess ដែលយើង select ប្រភេទឬក៏ placement នៅ security device ណាមួយចឹងទៅហើយឬក៏ software នៅក្នុង network ចឹងទៅដើម្បីអីគេដើម្បី protect មានថាយើង select ទៅមួយ device អីចឹងទៅសម្រាប់នៅក្នុង network ដើម្បី protect នៅ data របស់យើងឬក៏ការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតទី2យើងនិយាយទៅមួយនឹង defend in deep អញ្ចឹង defend in deep ទី1ទៅមួយនឹង zone border អញ្ចឹងចំពោះមាន zone border ហើយនឹងតើជាមួយនឹងwithin zone អញ្ចឹង zone border វា like ដូចជា firewall load balancing load balancer យ៉ាងមានថាជា security policy មួយនៅលើ traffic អញ្ចឹងទៅមានថាយើងប្រើដើម្បី filter ឬក៏
block ឬក៏អាចអាសេសឬក៏មិនអាចអាសេសចឹងទៅតែពេល within soon យើងប្រើសម្រាប់ monitor នៅលើ external traffic ឬក៏ detect តទៅមួយ malicious អីចឹងទៅដែល attacker គាត់ព្យាយាមaccess មកកាន់ដើម្បី steal information របស់យើងអីចឹងទៅហើយ device attribute តទៅមួយ device attribute ទីមួយមាន passive ហើយនិង active អញ្ចឹង passive ចំពោះ passive យើង device attribute មានថា passive ហ្នឹងឧទាហរណ៍ថាយើង control ទៅលើ network នឹងមួយអញ្ចឹង passive យើងអាច monitor ទៅលើ traffic គេប៉ុន្តែយើងអាច change traffic នឹងបានទេឧទាហរណ៍ traffic send ពី network មួយទៅ network មួយអញ្ចឹងយើងបានតែ monitor ទេតែពេល passive តែពេល active យើង traffic control ដែរយើង monitor ហើយយើងអាច change traffic នឹងបានឧទាហរណ៍យើង send ពី device មួយទៅ device មួយអញ្ចឹងយើង monitor ហើយយើងក៏អាច change បានដែរទី2គឺតទៅមួយ inline versus tab ឬក៏ monitor អញ្ចឹងមានន័យថាម៉េចគឺដូចជាinline វាសម្រាប់ filter ដែរប៉ុន្តែវាស្ថិតនៅក្នុង cable path អីចឹងទៅអញ្ចឹងនៅពេលដែល traffic វា travel នៅលើ cable ហ្នឹងអញ្ចឹងវានឹងឆ្លងកាត់ inline ហ្នឹងហើយវាឡើងដូចជា firewall អីចឹងទៅអញ្ចឹងវាអាច block ឬក៏ allow អញ្ចឹងទៅតែពេលមួយទៀតដូចជា tab monitor device វាជា device មួយប៉ុន្តែវាអាច copy traffic ដែល send នៅលើ network បានហើយតទៅនឹង firewall អញ្ចឹង firewall យើងដឹងហើយយើងប្រើវាសម្រាប់prevent security like control traffic ថាវា allow ឬក៏ deny traffic នឹងហើយនៅក្នុងនឹងដែរមាន layer 4 ហើយនិង layer 7 firewall អញ្ចឹងតទៅមួយ layer 4 firewall គឺវា check តទៅមួយ TCP port ឬក៏ UDP port នឹងឯងដើម្បីបង្កើតនៅ security connection រវាង device 2មានថាវាអាច block connection ណាមួយដែលសង្ស័យនៅពេលដែលវាឆ្លងកាត់នៅ port TCP port ឬក៏ UDP port នឹងឯងហើយតទៅមួយនឹង TCP handshake ហ្នឹងមានថា process នៃការ establish security connection រវាង2 device ហើយតទៅមួយនឹង layer 7 វា check នៅ application data ដូចជា payload ឬក៏ protocol ចឹងទៅហើយមួយទៀតយើងនិយាយទៅមួយនឹង proxy server អញ្ចឹង proxy server វាស្ថិតនៅ middle រវាង client ហើយនិង server ដែលវា receive traffic វាអាច receive traffic ហើយវា check បន្ទាប់មកបានវា forward traffic នឹងទៀតអញ្ចឹងវា forward traffic មែនតែក្នុងលក្ខខណ្ឌណា traffic ហ្នឹងវា safe អត់វាលក្ខណៈថាវាមាន malware មានអីចឹងវាអាចវា forward ទៅប៉ុន្តែបើ traffic ហ្នឹងវា safe អញ្ចឹងវាអត់មាន risk អីទេអញ្ចឹងវានឹង forward តឲ្យវា forward ទៅកាន់ receiver អីចឹងហើយ
ហើយមួយទៀតតើមួយនឹងintrusion detection system តើមួយនឹងការ attack system ដូចជាintrusion detection system IDS ហ្នឹងចឹងអញ្ចឹងវា detect តើមួយ traffic ដែលវាសាញឲ្យ attack តែវាព្យាយាម attack traffic ដែលវា attack ប៉ុន្តែបើអត់អីទេវាលក្ខណៈថាវាអត់នេះទេវាអត់ block ទេមានថាម៉េចចំណុចហ្នឹងមានថាឧទាហរណ៍ថា traffic ដែលឆ្លងកាត់ហ្នឹងវាជាប្រភេទនៃ attacker ប្រភេទ malware អញ្ចឹងទៅអញ្ចឹងវានឹង block អីវាអត់ block ទេ sorry អញ្ចឹងកន្លែងហ្នឹងវាអត់ block ទេប៉ុន្តែវាកាន់តែ monitor ហើយនឹងផ្ដល់នៅnotify ឲ្យតែប្រាប់ថាមាន traffic ដែលអត់ប្រក្រតីហើយបែរថារីហើយអញ្ចឹងវាកាន់ alert ទៅកាន់ system នេះទៅពេល infrastructure prevention system អញ្ចឹងអាហ្នឹងវា detect នៅ traffic ដែល not secure ហើយវា block ផងដែរគាត់ថាវា detect ថាtraffic ហ្នឹងវាមានរីហើយអញ្ចឹងវា block ហើយតើតើមួយនឹង next generation firewall អញ្ចឹង next generation firewall វា like ដូចជា application aware filtering user account based filtering ISP ឬក៏ cloud inspection ហ្នឹងជាសុទ្ធតែជា next generation នៃ firewall ហើយតើតើមួយនឹង load balancer អញ្ចឹងក្នុង load balancer ហ្នឹងដែរយើងមាន layer 2 layer 4 ហើយនិង layer 7 layer 4 យើងសម្រាប់ load balancer layer 7 load balancer ដូចគ្នាប៉ុន្តែវា contain នៅ switch អញ្ចឹង load balancer មានថាវាជា device ដែល share traffic ដោយឆ្លងកាត់នៅ server ច្រើនអញ្ចឹងទៅអញ្ចឹងវាឆ្លងកាត់ server មួយទៅ server មួយទៀតអញ្ចឹងដែរហ្នឹងវាតើតមួយនឹង load balancer មានថាម៉េច distribute request across form or pool of server មានថាច្រើន node ហើយ layer 4 គឺវាប្រើប្រាស់នៅ IP address ជាមួយនឹង TCP UDP port ចំណែកឯ layer 7 គឺ use នៅ application data ដូចជា link URL ឬក៏ file type អីចឹងទៅហើយតើតើជាមួយនឹង web application អញ្ចឹងចំពោះ web application វា protect នៅ web application ដូចជា website ឬក៏ API ពី attacker ដែលគាត់មាន target ដើម្បី attack ចឹងទៅដូចជា SQL injection ឬក៏ XSS ហ្នឹងគឺគាត់web application firewall មានថា protect តកតងមួយនឹង attacker application layer ចឹងទៅហើយចំណុចបន្ទាប់តកតងមួយនឹង topic 5C ដូចជា Visual Private Network អញ្ចឹងនៅក្នុងនោះដែរគឺ remote access architecture វាតកតងមួយ VPN អញ្ចឹងចំណុចនេះគេនិយាយតកតងមួយremote access VPN មានថាយើង remote access ទៅកាន់ពី brand មួយទៅកាន់ internet អីចឹងទៅហ្នឹងជាប្រភេទ remote access VPN này មានថាទីមួយ client គាត់ចង់ connect ទៅកាន់ internet អញ្ចឹងគាត់ត្រូវ connect ទៅកាន់ VPN មុនសិនហើយបន្ទាប់មកបានយើងអាច connect ទៅកាន់ internet បាន
ទី2គឺគេនិយាយតទៅជាមួយនឹងremote ដែរ architecture ដែរប៉ុន្តែតទៅមួយនឹង brand មកថានៅចំណុចនេះគឺនិយាយតទៅមួយនឹង brand to brand ណា side to side វាបានណាអញ្ចឹងវាថាside to side វាបានមានថានេះ brand នេះមួយអញ្ចឹងវា connect មក brand នេះមួយហើយតាមរយៈអីគេនេះតាមរយៈវាបាននឹងឯង internet ហ្នឹងឯងហើយចំណុចនេះតទៅមួយ transport layer security tunneling អញ្ចឹងយើងuse នៅ transport layer security tunneling ដើម្បីបង្កើតនៅ secure connection ដោយប្រើប្រាស់ដូចជា certificate ដើម្បីឲ្យ network យើងត្រាស់អីចឹងទៅហើយមួយទៀតយើងអាចប្រើនៅ TCP ឬក៏ UDP ចឹងទៅហើយតទៅជាមួយនឹង internet protocol security អញ្ចឹង internet protocol security គឺយើងuseនៅprovide នៅconfidentiality ឬក៏ integrity តទៅមួយ identification header ដូចនឹង encapsulation security payload អញ្ចឹងទៅហើយទៅពេល mode គឺដូចជា transport mode យើងសម្រាប់ how to how connection នៅលើ private network ហើយ tunnel mode គឺ between gateway across ទៅកាន់ unsecure network ហើយចំណុចនេះគឺនិយាយទៅមួយនឹង internet key exchange អញ្ចឹងនៅក្នុងហ្នឹងវាយើង establish នៅ security associate រវាង between peer រវាងuser sender ឬក៏ receiver អញ្ចឹងទៅហើយទៅមួយនឹង remote desktop ដូចជា GUI យើងប្រើសម្រាប់ control using mouse ឬក៏ keyboard remote terminal software ហើយឡើយថាយើង remote desktop protocol អញ្ចឹងទៅហើយ HTML5 ហ្នឹងគឺយើង run វានៅលើ web browser អញ្ចឹងទៅហើយតែមួយ security cell តែមួយ SSH អញ្ចឹងវាតែមួយ remote access ដែរប៉ុន្តែ SSH វា using នៅ encrypt communication មានថាវា encrypt នៅ communication រវាង user រវាង sender ហើយនិង receiver អញ្ចឹងទៅហើយនៅក្នុងហ្នឹងវាមានដូចជា SSH command អញ្ចឹង SSH command ដែលយើងស្គាល់ថាជា security copy អញ្ចឹងវាប្រើសម្រាប់ copy file ដោយប្រើ command អីចឹងទៅហើយតទៅជាមួយនឹង out of band management គឺយើង separate way separate network ឬក៏ separate way តែទៅមួយ link យើងដើម្បី manage network device ដែលវា outside network យើងទៅកាន់ដែលវា connect ទៅកាន់ outside network